មេរៀនមួយដែលបានរៀនពីការលះបង់ខុសមនុស្សមេរៀននឹងអត់មានបង្រៀននៅសាលាទេចាគឺជាការដកបទពិសោធន៍ផ្ទាល់មកអនុវត្តផ្ទាល់ជាក់ស្ដែងជួបផ្ទាល់ឈឺចាប់ផ្ទាល់ខកចិត្តផ្ទាល់រំពឹងខុសស្រឡះខ្ញុំជួបមកអស់ហើយអញ្ចឹងសួរថារៀនអ្វីពីបញ្ហាដែលជួបកន្លងមកខ្ញុំតែងតែប្រាប់ខ្លួនឯងថាឲ្យគិត positive ឲ្យបានច្រើនគិតវិជ្ជមានរឿងល្អក៏ត្រូវគិតវិជ្ជមានរឿងមិនល្អក៏ត្រូវគិតវិជ្ជមានគិតអញ្ចឹងចិត្តយើងត្រជាក់ហើយយើងព្យាយាមទទួលយកការពិតបានលឿនទៀតនៅពេលដែលស្រឡាញ់អស់ពីចិត្តលះបង់ខ្ទេចគ្មានសល់ការឈឺចាប់ក៏ខ្លាំងដូចគ្នាហើយនៅពេលដែលដឹងការពិតស្គាល់ពីសម្ដានមនុស្សណាបើមនុស្សគេស្គាល់ពីតម្លៃខ្លួនឯងពិតក៏គេត្រឡប់មកស្រឡាញ់ខ្លួនឯងបានលឿនដូចគ្នាតែទោះបីស្ថិតនៅត្រង់ចំណុចណាតម្លៃយើងត្រូវតែមានណាកុំស្រឡាញ់គេរហូតបាត់ភាពជាខ្លួនឯងព្រោះអត់មាននរណាម្នាក់ស្រឡាញ់យើងដូចយើងស្រឡាញ់ខ្លួនឯងទេ